nắng nhưng cà la kho nó đặt cà la kho nó nhưng vậy gì món nhớ nè បាទជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នានៅចាំបរោះម្នាក់នេះទេគឺលោក Michael Owen គាត់គឺជាវីរៈបរោះរបស់ Liverpool មួយរូបដែរដែលក្នុងចំនួនឆ្នាំ1997រហូតដល់ឆ្នាំ2004ចុងឆ្នាំ2004គាត់ក៏ផ្លាស់ទៅនៅក្រុម Real Madrid កាលចំនួននោះគាត់ចូលជាក្នុងហ្នឹងនៅណាមកនៅប្រទេសណា Liverpool គឺជាក្លឹបបាល់ទាត់របស់ប្រទេសអង់គ្លេសនៅរដ្ឋ Liverpool ក្រុង Liverpool នៅទឹកដីកីឡាករបាល់ទាត់ដែលគេហៅតារាងបាល់ទាត់ឈ្មោះ Liverpool គឺ Anfield អញ្ចឹងគាត់បានចាក់ចេញពី Anfield ឈ្មោះក្រុមហ្នឹងយកចេញពីតំបន់មកបាទគឺជារដ្ឋរបស់ប្រទេសអង់គ្លេសមួយហៅថារដ្ឋ Liverpool ដូចជា Manchester United ក៏ជារដ្ឋរបស់អង់គ្លេសដែរដូចជា Arsenal មិនមែនជារដ្ឋរបស់អង់គ្លេសទេ Arsenal គឺជាក្លឹបបាល់ទាត់មួយដែលឈ្មោះថា Arsenal មានន័យថាគឺឃ្លាំងអាវុធនោះមានន័យថាកំភ្លើងធំនឹងគេថាអី Arsenal ហ្នឹងប៉ុន្តែទីតាំងរបស់ Arsenal ហ្នឹងគឺនៅក្នុងទីក្រុងឡុងហើយនៅក្នុងទីក្រុងឡុងជាក់ស្ដែងគឺទាំងអស់ដែលមានក្លឹបបាល់ទាត់ល្បីៗគឺមាន3ក្រុមគឺ Arsenal Tottenham Hotspur ហើយនិង Tokyo Chelsea គឺគាត់នៅក្នុងទីក្រុងរបស់អង់គ្លេសហ្នឹងគឺទីក្រុងឡុងប៉ុន្តែក្លឹបបាល់ទាត់វាមានដល់13ផ្សេងទៀតអូចាំថានៅក្នុងទីក្រុងឡុងហ្នឹងវាមានក្លឹបបាល់ទាត់ផ្សេងទៀតបាទធំនៅក្នុងប្រចាំទីក្រុងហ្នឹងទៅបាទប៉ុន្តែគាត់ថាទីក្រុងឡុងមានក្លឹបបាល់ទាត់ផ្សេងច្រើនទៀតដូចជា West Ham United ដូចជាស្អីទៀតអញ្ចឹងទៅបាទអញ្ចឹងទៅគាត់ថាកម្រិតនៃក្លឹបបាល់ទាត់មួយវាតាមកម្រិតហ្នឹងគេមានតាម level មួយតាម league Premier League 1 League 2 League 3 League 4 Conference League អញ្ចឹងទៅ Conference League ហ្នឹងគឺវាមានអា Northern Conference League មានអា Western Conference តែបែអីអា Liga អីគេ La Liga បាទចំពោះ La Liga វិញគឺជាក្លឹបបាល់ទាត់របស់ប្រទេសអេស្ប៉ាញគឺក្លឹប La Liga គឺជា La Liga ព្រឹត្តិការណ៍ទេអត់ទេ La Liga គឺវាស្មើនឹងក្លឹបបាល់ទាត់នៅអង់គ្លេសដែលពានរង្វាន់គេហៅថា Premier League នោះគេហៅដាក់ La Liga Spanish La Liga League អូចាំថានោះពានរង្វាន់របស់ប្រទេសអេស្ប៉ាញទេបាទគឺវាពេលនៅអង់គ្លេស English Premier League English Premier League ហ្នឹងឯង EPL ដែលយើងហៅមកកាត់មក EPL ហ្នឹងដល់ពេលបារាំងវិញគឺ French អីជំនាញចានៅអឺរ៉ុប Ligue នៅអឺរ៉ុបហ្នឹងប្រទេសដែលមានក្លឹបល្បីដែលមានក្លឹបល្បីដូចជានៅបារាំងគឺក្លឹបល្បីនៅពេលបច្ចុប្បន្នគឺ Paris Saint-Germain PSG Paris Saint-Germain ហ្នឹងគឺកាប់ឥឡូវនេះក្នុងទសវត្សរ៍ប្រហែលជា10ឆ្នាំនេះដោយសារមានការវិនិយោគពីក្លឹបពីម្ចាស់ក្លឹបមកពីអារ៉ាប់ដែលជាដៃគូធំមួយបានដឹកនាំក្លឹបប៉ារីសហ្នឹងបានឡើងទៅដល់កំពូលនៃប្រទេសបារាំងផងហើយពេលបច្ចុប្បន្នគឺកំពុងតែគ្រប់គ្រង UCL មានន័យថាពានអឺរ៉ុបហ្នឹងគឺចំនួន2សម័យអញ្ចឹងពានប្រចាំទ្វីបអឺរ៉ុបហ្នឹងហើយពានប្រចាំទ្វីបអឺរ៉ុបហ្នឹងគឺលំដាប់ទី1ហ្នឹងគឺ2សម័យកាលហើយគឺឆ្នាំ2024 25ហើយ2025 26ហ្នឹងអញ្ចឹងជាក់ស្ដែងគឺ Paris Saint-Germain ហ្នឹងគឺគាត់គ្រប់គ្រង2រដូវកាលហើយគប់ផ្សំមួយទៀតគឺគាត់ម្ចាស់ពានរង្វាន់នៅក្នុងប្រទេសរបស់បារាំងទៀតគឺលេខ1ក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះបាទទសវត្សរ៍នេះយកបន្ទុកបើសម្រាប់ជាជូវិនតុសវិញគឺជាក្លឹបបាល់ទាត់របស់អ៊ីតាលី Serie A មិននៅបារាំងទេគឺនៅអ៊ីតាលី Serie A ហ្នឹងគឺជាក្លឹបបាល់ទាត់មួយដែលល្បីនៅក្នុងប្រទេសអ៊ីតាលីដែរប៉ុន្តែនៅពេលបច្ចុប្បន្នគឺគាត់រៀងធ្លាក់អនុភាពបន្តិចដោយសារមូលហេតុអីគេគឺការចែកខ្ទង់ទៅលើអរញ្ញវត្ថុរបស់គាត់អត់សូវត្រូវហើយទី2គាត់ធ្លាប់មានប្រវត្តិរបស់គាត់ហ្នឹងគឺជួបពាក់ព័ន្ធជាមួយនឹងការរៀបចំលទ្ធផលទុកជាមុនអញ្ចឹង FA ក៏ស្នើទៅអ៊ីតាលី Serie A ទៅគណៈកម្មការនៅ Serie A ហ្នឹងទម្លាក់គាត់មកនៅក្នុង Serie B វិញហើយទម្រាំគាត់រើខ្លួនឡើងមកវិញ
ចឹងគាត់ទៅតែមានឈ្មោះប្រហែលឆ្នាំប្រហែលជា10ឆ្នាំក្រោយនេះគាត់ខំព្យាយាមដែរប៉ុន្តែពានអឺរ៉ុបអីក៏គាត់បានលេងដែរប៉ុន្តែកម្រិតគាត់អត់ដល់អញ្ចឹងធ្វើឲ្យគាត់នឹងបាត់អន្តរភាពម្យ៉ាងទៀតទៅប៉ុន្តែនៅអ៊ីតាលីក្លឹបដែលជោគជ័យខាងគេបំផុតគឺក្លឹប AC Milan AC Milan ហ្នឹងគឺគាត់មានទឹកដីជាមួយនឹង Inter Milan ទឹកដីជាមួយទេប៉ុន្តែគាត់ថា AC Milan គាត់ជាម្ចាស់ពានរង្វាន់គ្រប់គ្រងនៅសហគមន៍អឺរ៉ុបហ្នឹង UCL ហ្នឹងគឺចំនួន7ដងលំដាប់ទី2បន្ទាប់ពី Real Madrid 15សម័យកាល Real Madrid ហើយ AC Milan ហ្នឹងប្រទេសណា Real Madrid គឺជាក្លឹបបាល់ទាត់របស់ La Liga របស់ប្រទេសអេស្ប៉ាញបាទតាមល្បីមកទេប្រទេសណា មូលហេតុដែលល្បីគឺ Real Madrid ទី1គាត់ចំណាយដើមទុនច្រើនកាលចំនួនមុនលោក Perez កាន់ក្នុងរយៈពេល10ឆ្នាំនេះគាត់ដឹកនាំក្លឹបមិនមែនទេគាត់ជាម្ចាស់ក្លឹបគាត់បានទិញពាក្យហ៊ុនជាម្ចាស់ក្លឹបរបស់Real Madrid ហ្នឹងទៅក៏ដឹកនាំក្លឹប Real Madrid នេះតាំងពីចំនួនលោក Michael Owen David Beckham Ronaldo Roberto Carlos Luis Figo Zinedine Zidane អូនិយាយទៅសិតតែ superstar មិននិយាយមិនហ្នឹងឈ្មោះកីឡាករឈ្មោះគ្រូមកលោក Perez ហ្នឹងគឺជាម្ចាស់ក្លឹបបាល់ទាត់របស់ម្ចាស់ក្លឹបបាទម្ចាស់ក្លឹបរបស់ Real Madrid នៃប្រទេសអេស្ប៉ាញប៉ុន្តែប្រធានក្លឹបផ្សេងទៀតប្រធានក្លឹបផ្សេងគ្រូបង្វឹកផ្សេងតែពេលម្ចាស់ក្លឹបនោះផ្សេងទៀតម្ចាស់ក្លឹបផ្សេងម្ចាស់ក្លឹបហ្នឹងដូច bot ក្រុមប្រឹក្សាបានបាទ Board of Director ហ្នឹងហើយប៉ុន្តែពេល CEO ផ្សេងទៀត CEO ផ្សេងទៀត CEO ម្ចាស់ក្លឹប CEO ហ្នឹងមិនមែនជាម្ចាស់ក្លឹបទេ CEO គឺជាអ្នកគ្រប់គ្រងឲ្យ Board ក្រុមប្រឹក្សាពិបាលហ្នឹងតែប៉ុន្តែសិទ្ធិអំណាចគេមានបែងចែកតាមតម្លាក់ខាងរដ្ឋបាលផ្សេងគ្នាប៉ុន្តែបើជានៅក្នុងវិស័យបាល់ទាត់គេឲ្យ coach គេឲ្យគ្រូបង្វឹកហ្នឹងក៏គាត់មានឥទ្ធិពលទៅលើការចាត់ចែងកីឡាករហើយនឹងការចំណូលចំណាយអីគឺហិរញ្ញវត្ថុគឺលើគ្រូបង្វឹកហ្នឹងហើយគ្រូបង្វឹកចាត់ចែងបាទគឺជា coach ប៉ុន្តែពាក្យ coach មួយចំនួនដែលយើងប្រើហ្នឹងសម្រាប់តែគ្រូបង្វឹកទេប៉ុន្តែបើនៅអង់គ្លេសគេអត់ប្រើពាក្យ coach គេប្រើ manager អញ្ចឹង manager មានន័យថាគាត់មានឥទ្ធិពលក្នុងការគ្រប់គ្រងនឹងច្រើនណាស់គាត់ទទួលខុសត្រូវមិនមែនត្រឹមតែជាគ្រូបង្វឹកទេមិនមែនត្រឹមតែជានេះទេគាត់ត្រូវគិតពីចំណូលចំណាយរបស់ស្ថាប័នពីក្លឹបបាល់ទាត់ដែរប៉ុន្តែមិនមែនឲ្យគាត់មកគិតទេគាត់ត្រូវមានន័យថាគាត់ត្រូវការគ្រប់គ្រងគាត់ត្រូវត្រួតពិនិត្យទៅលើនឹងទាំងអស់ពាក់ព័ន្ធមួយហិរញ្ញវត្ថុអញ្ចឹងនេះចង់ថាឥឡូវក្លឹបមួយអញ្ចឹងមានគ្រូបង្វឹកតែមួយទេមានគ្រូបង្វឹកបង្គោលធំមួយហើយបន្តមកមានគ្រូបច្ចេកទេសមានគ្រូសម្បទានកាយសម្បទាយើងកាយសម្បទាមិនមែនសម្បទាកាយសម្បទាយើងមានគ្រូរបបអាហារមានគ្រូពេទ្យមានគ្រូផ្សេងច្រើនណាស់បាទសូម្បីតែការហូបចុកគ្រូបង្វឹកណាមានមួយមិនមែនទេអញ្ចឹងបានគេប្រើជា manager វិញនៅអង់គ្លេសគេប្រើ manager មានថាគ្រប់គ្រងពួកគាត់ទាំងអស់ហ្នឹងគ្រប់គ្រងគ្រូលើនឹងទៀតប៉ុន្តែគាត់គ្រប់គ្រងទាំងកីឡាករគ្រប់គ្រងទាំងពីក្បួនលេងកម្មមួយនិយាយទៅជា manager មួយគឺធំហ្នឹងអញ្ចឹងអង់គ្លេសគេប្រើពាក្យ manager តែនៅក្រោម CEO នៅក្រោម CEO ហើយនៅក្រោម Board of Director តែគាត់ចាំថាគាត់នៅក្រោមតែ CEO តែម្នាក់ឯណាប៉ុន្តែបើជារចនាសម្ព័ន្ធគឺគាត់នៅក្រោម CEO ភាគច្រើនហើយមួយទៀតក្លឹបបាល់ទាត់ខ្លះ CEO គ្រាន់តែជាអ្នកadvisor សម្រាប់ Board of Director ទេប៉ុន្តែឥទ្ធិពលខ្លាំងបំផុតគឺ manager គឺគ្រូបង្វឹកហ្នឹងអញ្ចឹងគ្រូបង្វឹកជួនកាលអាច direct ទៅផ្ទាល់ទៅ Board of Director ដូចជាលោក Perez គាត់ខុសច្រើនបើនិយាយទៅគាត់គ្រប់គ្រងមិនថាខុសហើយគាត់គ្រប់គ្រងច្រើនគាត់ជា Board of Director តែគាត់លូកដៃរហូតដល់ទិញកីឡាករដាក់ណាអីណាត្រូវឲ្យកីឡាករវាមិនគឺគាត់ចាត់ចែងលឿននឹងទៀតអញ្ចឹងវាផុតដៃទាំងគ្រូបង្វឹកទៅទៀតអញ្ចឹងបានដូចលោកសាប៊ីអាឡុងសូគាត់និយាយថាគេបាញ់និយាយក្លឹបអីគេក្លឹប Real Madrid អូច្រើនណាស់បើនិយាយទៅបើនិយាយបើសួរវិញព័ត៌មានវាច្រើនក្លឹបមួយក្លឹបដែលធំហ្នឹងដើម្បីបានទី